រឿងកំពូលអ្នកដឹកនាំពួកក្រមអកគឺជាពូជសាសន៍មួយដែលមានប្រវត្តិយូរលង់ណាស់មកហើយតែប្រហែលជារឿងធម្មតាទៅហើយនៃអ្នកដែលរស់នៅក្នុងដែនដី Land of Down នៅក្រោមទីមេឃដ៏ធំល្វឹងល្វើយពួកគេបានរស់នៅក្រោមអំណាចនៃ Lord of Abyss ដែលពួកគេត្រូវបានគេបញ្ជាឲ្យប្រយុទ្ធនៅក្នុងសង្គ្រាមដ៏កាចសាហាវប្រជាជនរបស់ពួកគេបានបែកចេញពីផ្ទះរបស់ពួកគេដែលពួកគេត្រូវតែបង្ខំឲ្យនិរទេសខ្លួនទៅទឹកដីនីភាគខាងត្បូងដែលជាកន្លែងដែលពួកគេរស់នៅដោយមានសង្ឃឹមតិចតួចនៅក្នុងជីវិតតែប៉ុណ្ណោះជោគវាសនាហាក់បីដូចជាមិនទាន់បានបញ្ចប់វាបានដូចជាធ្វើការលេងសើចជាមួយនឹងពូជសាសន៍បុរាណមួយនេះណាដោយពពួកអាប៊ីបានរំលោភបំពានពួកគេម្ដងហើយម្ដងទៀតដោយបិសាចដ៏ខ្លាំងក្លាបានលេចចេញជាថ្មីម្ដងទៀតនៅភាគខាងត្បូងដែលបង្ហាញពីការគំរាមកំហែងដ៏គ្រោះថ្នាក់និងការធ្លាក់ចុះនៃប្រជាជនរបស់អកស្ថិតនៅក្រោមការជិះជាន់របស់ពួកបិសាចប្រជាជនអកបានបំបែកទៅជាអំបូរតូចៗជាច្រើនដែលរាយប៉ាយពីពេញផ្ទៃដីដ៏ធំល្វឹងល្វើយនៃ Stormie Westerland ដែលទឹកដីភាគខាងត្បូងនេះឯងបាម៉ុនបានកើតមកនៅក្នុងកោះសម្ព័ន្ធអកនៅក្នុង Stormie Westerland ហើយតាំងពីក្មេងឪពុករបស់គាត់តែងតែបង្ហាត់បង្រៀនគាត់ពីជំនាញប្រយុទ្ធគ្រប់ប្រភេទលើពីនេះឪពុករបស់គាត់បានសង្ឃឹមថានៅថ្ងៃណាមួយបាល់មុននឹងអាចក្លាយទៅជាអ្នកដឹកនាំអកដ៏ពិតប្រាកដហើយនឹងនាំប្រជាជនពួកគេទៅរកភាពរុងរឿងរបស់ពួកគេត្រឡប់មកវិញ20ឆ្នាំក្រោយមកបាល់មុនបានថមធាត់ទៅជាអកដ៏អស្ចារ្យនៅក្រោមការបង្រៀនរបស់ឪពុករបស់គាត់ហើយក្នុងអំឡុងពេលនេះភាពសាហាវខុសខើរបស់ពួកបិសាចបានដកជាប់នៅក្នុងចិត្តនិងអារម្មណ៍របស់បាម៉ុនហើយការចងចាំដ៏ខ្មៅងងឹតមួយនេះគាត់រត់តែចង់បានអំណាចនាំយកមកត្រឡប់ដល់នគរគាត់វិញបាល់មុននៅក្មេងមែនតែគាត់បានទទួលការបណ្ដុះបណ្ដាលអត់ឈប់ឈរហើយគាត់បានសិក្សានិងស្រាវជ្រាវនៅផ្នរបុរាណអកគ្រប់ប្រភេទដែលការសិក្សាទាំងនេះវាបានផ្ដល់អំណោយនឹងគាត់ជាមួយនឹងចំណេះដឹងនិងយុទ្ធសាស្ត្រដ៏វាងវៃប៉ុន្តែពេលនេះអណ្ដាតភ្លើងនៃសង្គ្រាមក៏ចាប់ផ្ដើមឆេះដើម្បីប្រមូលកម្លាំងដែលត្រូវការដើម្បីវាយប្រហារបិសាចដ៏គួរឲ្យខ្លាចបានលុកលុយកសម្ព័ន្ធអកនិងបានប្លន់យកធនធានរបស់ពួកគេបណ្ដាលឲ្យអកមិនអាចរៀបរាប់បាននោះឡើយមុននេះអកគឺគ្មានអំណាចដើម្បីទប់ទល់នឹងពពួកបិសាចហើយក៏គ្មានជំរើសអ្វីក្រៅពីចោះចូលដើម្បីការពារសន្តិភាពរបស់ខ្លួនប៉ុន្តែពេលនេះបាល់មុនបាននាំអ្នកចម្បាំងនៃត្រកូលរបស់គាត់ចូលទៅក្នុងសមរភូមិហើយនឹងបានប្រយុទ្ធសម្លាប់មេដឹកនាំបិសាចដែលបានមកប្លន់ធនធានរបស់គាត់ត្រឡប់មកវិញពូជសាសន៍អកបានទទួលការគាបសង្កត់របស់ពួកបិសាចឥឡូវនេះក៏សម្ព័ន្ធនីមួយបានចោះចូលជាជំនួយទៅដល់បាម៉ុនហើយពួកគេលែងជាអំបូរដែលរាយប៉ាយទៀតហើយព្រមទាំងបានคล้ายទៅជាកម្លាំងដ៏ខ្លាំងនិងបានងើបឡើងបះបោលរាលដាលពីពេញវារហោឋាន Stormie Westerland ប្រៀបបានដូចជាភ្លើងដែលកំពុងតែឆេះព្រៃបែបនោះឯងនៅក្រោមការបញ្ជារបស់បាល់មុនអ្នកចម្បាំងអកដល់កាចសាហាវបានប្រយុទ្ធប្រឆាំងនឹងពពួកបិសាចព្រមទាំងបង្ក្រាបពួកគេរហូតដល់ទទួលបានជោគជ័យការវាយប្រហារដ៏មហិមានេះបានធ្វើឲ្យបិសាចមានការភ្ញាក់ផ្អើលជាខ្លាំងនិងបានធ្វើឲ្យដំណឹងនេះដឹងឮដល់ឡតឡាវ៉ានិងថាម៉ូសហើយពួកគេបានបញ្ជូនកងទ័ពដ៏គួរឲ្យភ័យខ្លាចជាច្រើនដែលវាត្រូវបានបង្កើតឡើងដោយ Blood Diamond និងបិសាចជាច្រើនទៀតទៅកាន់ទីរហោឋាន Stormie Westerland ទោះបីជាមានភាពខុសគ្នារវាងអំណាចទ័ពក៏ដោយក៏ការប្រយុទ្ធបានបន្តទៅអត់ឈប់អត់ឈររហូតដល់វាចាប់ផ្ដើមប្រែទៅជាអាក្រក់សម្រាប់ក្រុមអកកងទ័ពរបស់ពួកគេបានស្លាប់បន្តិចម្ដងរហូតដល់កងទ័ពបិសាចរុំព័ទ្ធជុំជិតដើម្បីការពារពូជសាសន៍របស់គាត់ពីការផុតពូជបាល់មុនគាត់បានសម្រេចចិត្តថាគាត់នឹងប្រយុទ្ធដល់ទីបញ្ចប់នៅក្នុងចម្បាំងដែលកំពុងតែឆេះសន្ធោកសន្ធៅនេះពួកបិសាចហាក់បីដូចជាមិនថមថយសោះឡើយហើយអ្នកចម្បាំងអកត្រូវបានឃើញខ្ចាត់ខ្ចាយសាកសពពីពេញសមរភូមិ
បានមន់បានរំជួយដោយកំហឹងនិងធ្វើឲ្យចិត្តរបស់គាត់ពុះកញ្ជ្រោលជាខ្លាំងនៅពេលនោះគាត់បានចាប់ដើមចាប់បិសាចដើម្បីខំត្រង់បំពង់ករបស់វាហើយបានកាត់ក្បាលរបស់វាដោយធ្មេញដ៏មុតស្រួចរបស់គាត់ប៉ុន្តែការធ្វើបែបនេះវាបានបញ្ចូលឈាមបិសាចហូរចូលទៅក្នុងខ្លួនរបស់គាត់ដែលវាជាហេតុធ្វើឲ្យបាល់មុនមានការផ្លាស់ប្ដូរមិនគួរឲ្យជឿពូជសាសអុកទាំងមូលត្រូវបានគ្របដណ្ដប់ដោយឈាមបិសាចដែលបានបញ្ឆេះអំណាចនៃការប្រយុទ្ធដ៏គួរឲ្យភ័យខ្លាចនិងបានធ្វើឲ្យកុកក្រៅដោយស្នូលនៃពពួកបិសាចជាលទ្ធផលថ្មីពពួកបិសាចបានផ្លាស់ប្ដូរផែនការស្ដីពីការលុបបំបាត់ពូជសាសអុកចោលទៅទៀតដល់ទីបញ្ចប់អេលីបានរៀបចំគម្រោងការតាមដានបាម៉ុនហើយនឹងផ្ដល់ជូនគាត់នៅអាណាចក្រមួយនិងវារហៅឋានស្តូមីយេវ៉ាស្ថូឡែនទាំងមូលនឹងត្រូវប្រកល់ជូនទៅឲ្យប្រជាជនអកនិងជាថ្នូលនៃភាពអង់អាចនិងស្មោះត្រង់របស់បាម៉ុនដើម្បីថែរក្សាពូជសាសអកបាម៉ុនបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអេលីនិងបានស្បត់ថានឹងស្មោះត្រង់ទៅកាន់ពួកអាប៊ីហើយនឹងបម្រើជាកម្លាំងរបស់ពួកគេទៅកាន់ពួកបិសាចនៅពេលដែលសម្រុកចូលទៅធ្វើសង្គ្រាមនិងវាយប្រហារអាស៊ីយ៉ាទោះជាយ៉ាងណាក៏ដោយសូម្បីតែអេលីក៏មិនអាចនឹកស្មានថាផែនការនេះវាជោគជ័យសោះឡើយនៅទីបំផុតការរួមសាមគ្គីរបស់ពូជសាសអុកនិងការងើបឡើងវិញនៃនគររបស់ពួកគេដែលពួកគេចង់បានអស់រយៈពេលជាងមួយសហសវត្សរ៍ទីបំផុតបានคล้ายទៅជាការពិតហើយបានជាចុងក្រោយរឿងរបស់បាម៉ុនត្រូវបានឈានដល់ការទីបញ្ចប់ហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយធ្វើការ Subscribe នៅ Channel របស់ខ្ញុំអ្នកមួយផងណាដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនៅក្នុងការធ្វើវីដេអូរបស់ Hero MLBB បន្តទៀតសូមអរគុណ